ជំរាបសួរបងប្អូនចឹងថ្ងៃនេះខ្ញុំមកនាំបងប្អូនសិក្សាស្វែងយល់អំពីអក្សរបារ៉ែលតទៀតអក្សរបារ៉ែលនេះជាអក្សរសម្រាប់ជនដែលមានពិការភាពសិក្សារៀនសូត្រនិយាយរួមទៅគឺអក្សរកខកខងហើយអង់គ្លេស ABC ដូចគ្នានឹងឯងតែគ្រាន់តែសម្រាប់ជនដែលមានពិការភាពផ្នែកគេហៅថាអក្សរបារ៉ែលចឹងកាលពីវីដេអូមុនខ្ញុំបានបញ្យល់បងប្អូនដល់ត្រឹមអក្សរដចុងក្រោយគឺអក្សរដចឹងនេះកន្លែងដៃខ្ញុំនេះរំលឹកឡើងវិញបន្តិចអក្សរដរបស់យើងគឺយើងដើម្បីឲ្យសរសេរទៅជាអក្សរដបានគឺយើងត្រូវចុចចំណុច1ចំណុច4ចំណុច5តោះហើយចំណុចរបស់ barrel របស់យើងគឺមាន6ចំណុចគឺ1 2 3 4 5និង6នៃបន្ទប់នៃ slate ក្នុងបន្ទប់មួយបន្ទប់នៃ slate នេះគឺយើងមាន6ចំណុចអញ្ចឹងបងប្អូនចង់ដឹងលម្អិតទៅមើលវីដេអូចាស់ឡើងវិញចាស់ដែលខ្ញុំបានសរសេរឡើងវិញឥឡូវចូលដល់ចំណុចបន្តគឺយើងនឹងស្គាល់អំពីអក្សរថតពីអក្សរដមកគឺអក្សរថទី1ហ្នឹងអញ្ចឹងនេះកន្លែងដៃខ្ញុំនេះជាអក្សរថរូបរាងបែបហ្នឹងអញ្ចឹងដើម្បីចុចទៅជាអក្សរថបានយើងត្រូវប្រើចំណុចណាខ្លះអញ្ចឹងយើងត្រូវប្រើពីបន្ទប់ទី1គឺយើងត្រូវចុចចំណុច3ចំណុច6ចូលបន្ទប់ថ្មីយើងចុចចំណុច2ចំណុច3ចំណុច4ចំណុច5ចំណុច6ម្ដងទៀតដើម្បីសរសេរអក្សរថបានគឺយើងចុចពីបន្ទប់ទី1គឺយើងចុចចំណុច3ចំណុច6ចូលបន្ទប់ទី2យើងចុចចំណុច2ចំណុច3ចំណុច4ចំណុច5ចំណុច6 3 6 2 3 4 5 6ចាឥឡូវខ្ញុំសរសេរឲ្យបងប្អូនមើលម្ដងនេះយើងដាក់ចូល slate មកនេះផ្ដើមមកនេះអញ្ចឹងបន្ទប់ទី1របស់យើងនេះគេហៅថាបន្ទប់ទី1នេះអញ្ចឹងយើងចុចមកចំណុច6ចំណុច3អធិស្ឋានចំណុច6 3 6 2 3 4 5 6យើងចុចចឹងទៅមក3 6 2 3 4 5 6ទៅចឹងរហូតមកតោះឥឡូវខ្ញុំបើកបងប្អូនមកវិញនេះជាអក្សរថដែលខ្ញុំសរសេរមុននឹងឥឡូវបងប្អូនផ្ទៀងផ្ទាត់បន្តិចណាអញ្ចឹងនេះដៃខ្ញុំខាងស្ដាំនេះជាអក្សរថលើសៀវភៅគំរូរបស់ក្រសួងអប់រំថ្នាក់ទី1ខាងឆ្វេងនេះជាអក្សរថដែលខ្ញុំសរសេរមុននឹងអញ្ចឹងមានប៉ុណ្ណឹងវីដេអូហ្នឹងគ្រាន់តែជាការរំលឹកដើម្បីសរសេរអក្សរថជាចំណុច barrel បានគឺយើងត្រូវប្រើពីបន្ទប់អញ្ចឹងបន្ទប់ទី1គឺយើងចុចចំណុច3ចំណុច6ចូលបន្ទប់ទី2យើងចុចចំណុច2ចំណុច3ចំណុច4ចំណុច5ចំណុច6អញ្ចឹងវីដេអូហ្នឹងគឺចែករំលែកបងប្អូនប៉ុណ្ណឹងហើយជាចុងក្រោយពួកខ្ញុំមានអង្គដែលនាំពីកសិករដែរអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងគ្រប់គ្រងទៅលើអាជីវកម្មរបស់ជនពិការហើយនឹងជួយទិញផលិតផលនៅក្នុងស្រុកគ្រប់គ្រងផលិតផលនៅក្នុងស្រុកដែលធ្វើដោយកសិករតាមជនបទពួកអង្គនេះពួកខ្ញុំយកមកពីជនបទជួយកសិករជួយរកទីផ្សារឲ្យកសិករអញ្ចឹងបងប្អូនអាចតំណែងតំណងមកបានឬក៏បងប្អូនអាចចូលទៅ page អង្គម៉ែអាចវាយតាពាក្យអង្គម៉ែបងប្អូនអាចជួយ follow ម្នាក់មួយក៏បានដែរហើយដល់ពេលថ្ងៃណាបងប្អូនត្រូវការបងប្អូនតាមទិញក៏បានដែរអញ្ចឹងពួកខ្ញុំមានលក់អង្គម្លិះនិងអង្គនាងអមបច្ចុប្បន្នហើយយើងមានដូងមានភេសជ្ជៈអីផ្សេងទៀតដែរអរគុណច្រើនសម្រាប់វីដេអូប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយ